គណៈប្រតិភូខេត្តកំពង់ស្ពឺចុះលើកទឹកចិត្តកងទ័ពនិងគាំទ្រចំណាប់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃមីជាតិស្នាដៃខ្មែររសជាតិខ្មែរវិកាលឆ្លុះបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងលោកជំទាវម៉េងវ៉ាន់ដានីនឧត្តមភរិយាឯកឧត្តមបណ្ឌិតអភិបាលខេត្តបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅបញ្ជាការដ្ឋានកងអង្គរៈជួរមុខស្រុកស្រអែមខេត្តព្រះវិហារនារសៀលថ្ងៃទី5ខែមិថុនាឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជូនចំពោះកងទ័ពនិងក្រុមគ្រួសារកងទ័ពជួរមុខឈរជើងតាមបណ្ដោយព្រំដែននិងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដែលបានលះបង់របស់កងទ័ពនៅក្នុងកិច្ចការការពារជាតិប្រកបដោយឆន្ទៈមោះមុតស្មារតីស្នេហាជាតិជាពិសេសតាមខ្សែបន្ទាត់ព្រំដែនឯកឧត្តមបានបញ្ជាក់ថាយន្តការសម្ព័ន្ធមេត្រីភាពនិងការចុះសួរសុខទុក្ខគឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនិងសប្បុរសជនទាំងអស់ដែលបន្តគៀងគរថែមជានិច្ចសម្រាប់គាំទ្រទាហានជួរមុខឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរសុខទុក្ខឧបត្ថម្ភគាំទ្រជានិច្ចជាពិសេសវត្តមានឯកឧត្តមបណ្ឌិតអភិបាលខេត្តនិងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺដែលបានចុះមកសំណេះសំណាលផ្ទាល់លើកទឹកចិត្តនិងបានបដិញ្ញាបន្តការពារបូរណភាពទឹកដីអធិបតេយ្យភាពសុខសាន្តរបស់ប្រជាជនកម្ពុជានិងរក្សាបាននូវសន្តិភាពជាតិឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺនិងលោកជំទាវព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំខេត្តមន្ត្រីសង្ឃអាជីវករខេត្តបាននាំយកនៅអំណោយស្បៀងគ្រឿងឧបភោគបរិភោគរួមមានសាច់គោ500គីឡូក្រាមសាច់ជ្រូក500គីឡូក្រាមត្រីងៀត100គីឡូនិងថវិកាចំនួន100លានរៀលបន្ថែមក្នុងនោះទៀតឯកឧត្តមបណ្ឌិតបានជូនដល់កងទ័ពចូលរួមក្នុងកម្មវិធីម្នាក់ 100000 រៀលទៀតផងដែរមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់